កំបាំងអរុក្ខសាលានិងមរតកឱសថបុរាណខ្មែរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7តើអ្នកដឹងទេថាអំណាចដែលពិតប្រាកដនិងអស្ចារ្យបំផុតរបស់អាណាចក្រអង្គរកាលពី800ឆ្នាំមុនមិនមែនជាចំនួនកងទ័ពឬអាវុធសង្គ្រាមនោះទេប៉ុន្តែគឺអំណាចនៃបេះដូងដែលស្រឡាញ់ប្រជានុរាស្ត្ររបស់មហាក្សត្រខ្មែរនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះអង្គមិនត្រឹមតែជាព្រះមហាក្សត្រដែលកសាងប្រាសាទដ៏ស្កឹមស្កៃនោះឡើយប៉ុន្តែទ្រង់គឺជាបិតាសុខាភិបាលដំបូងគេនៃដែនដីខ្មែរដែលបានបន្សល់ទុកនូវព្រះរាជទស្សនៈដ៏រំជួលចិត្តមួយនៅលើសិលាចារឹកថាជំងឺរបស់ប្រជានុរាស្ត្រគឺជាការឈឺចាប់របស់ព្រះរាជាដោយសារតែព្រះរាជហឫទ័យអាណិតអាសូរនឹងមិនអាចទ្រាំមើលប្រជារាស្ត្ររងទុក្ខដោយសារជំងឺព្រះអង្គបានបង្កើតមន្ទីរពេទ្យបុរាណឬអារុក្ខសាលារហូតដល់102កន្លែងនៅទូទាំងអាណាចក្រខ្មែរហើយនៅក្នុងអារុក្ខសាលានីមួយៗព្រះអង្គបានរៀបចំក្រុមគ្រូពេទ្យឱសថបុរាណអ្នកជំនាញផ្សំថ្នាំនិងអ្នកថែទាំរហូតដល់ទៅ98នាក់ដើម្បីព្យាបាលប្រជារាស្ត្រតូចតាចនិងយុទ្ធជនដោយស្មារតីគ្នានិងមិនគិតកម្រៃឡើយសូមស្រមៃគិតអំពីបរិយាកាសនៅក្នុងអារុក្ខសាលាកាលពី800ឆ្នាំមុននៅពេលដែលអ្នកជំងឺឬប្រជារាស្ត្រដែលរងរបួសចុកចាប់រាងកាយដើរចូលមកដល់ទ្វារអារុក្ខសាលាសកម្មភាពនៃការបម្រើសេវាសុខភាពយ៉ាងរហ័សរហួនបានចាប់ផ្ដើមឡើងក្រុមគ្រូពេទ្យខ្មែរសម័យនោះមិនមែនពិនិត្យជំងឺតាមតែការស្មាននោះទេពួកគេចាប់ផ្ដើមដោយការស្ទាបជីបចរពិនិត្យមើលភ្នែកអណ្ដាតនិងស្ទាបស្ទង់កម្ដៅរាងកាយដើម្បីមើលពីការប្រែប្រួលនៃធាតុទាំង4គឺទឹកដីភ្លើងខ្យល់ប្រសិនបើអ្នកជំងឺមានអាការៈក្រិចថ្លោះរលាកសន្លាក់ឬចុកចាប់សាច់ដុំយ៉ាងធ្ងន់ធ្ងរដោយសារការធ្វើការធ្ងន់និងការធ្វើសង្គ្រាមគ្រូពេទ្យបានចាត់ទុកថាវាជាការស្ទះនៃធាតុខ្យល់និងការកើនឡើងនៃធាតុភ្លើងក្នុងសរសៃឈាមភ្លាមនោះក្រុមអ្នកជំនាញឱសថនឹងប្រញាប់ប្រញាល់រៀបចំវិធីសាស្ត្រព្យាបាលយ៉ាងច្បាស់លាស់រួមមានការលាងសម្អាតរបួសដោយទឹកថ្នាំស្ងោរការស្អំឱសថត្រជាក់ដើម្បីបន្ថយកម្ដៅនិងការប្រើប្រាស់វិធីសាស្ត្រម៉ាស្សាបន្ធូរសរសៃយ៉ាងស្ទាត់ជំនាញអ្វីដែលយើងត្រូវកោតសរសើរនិងមានមោទនភាពចំពោះប្រាជ្ញាញាណរបស់ដូនតាខ្មែរយើងបំផុតនោះគឺដំណើរការនៃការបង្កើតនិងច្នៃថ្នាំឱសថបុរាណមុននឹងបានថ្នាំមួយដបឬមួយឆ្នាំងក្រុមគ្រូពេទ្យនិងអ្នកជំនាញឱសថត្រូវចំណាយពេលដើររុករកប្រទាលនិងរុក្ខជាតិឱសថកម្រនៅក្នុងព្រៃជ្រៅពួកគេដឹងយ៉ាងច្បាស់អំពីពេលវេលាដែលត្រូវបេះស្លឹកដកឬកោសយកសម្បកឈើដើម្បីទទួលបានជាថ្នាំដែលមានប្រសិទ្ធភាពខ្លាំងក្លាបំផុតនៅក្នុងរោងផ្សំថ្នាំនៃអារុក្ខសាលាសំឡេងបុកថ្នាំនៅលើត្បាល់ថ្មនិងក្លិនក្រអូបប្រហើរនៃប្រេងឱសថបុរាណបានភាយត្រឡប់ពេញបរិវេណគ្រូពេទ្យបានយកប្រទាលកម្រជាពិសេសគឺប្រទាលខ្មៅដែលដូនតាខ្មែរប្រសិទ្ធនាមថាជាស្ដេចនៃប្រទាលឱសថមកបុកកិនឲ្យម៉ត់លាយជាមួយប្រេងរុក្ខជាតិធម្មជាតិរួចយកទៅរំងាស់នៅលើភ្លើងស្រាលដើម្បីចម្រាញ់យកសារធាតុប្រេងឱសថដ៏មានតម្លៃប្រេងឱសថប្រទាលខ្មៅដែលកើតចេញពីប្រាជ្ញាញាណដូនតាខ្មែរនេះមានសមត្ថភាពពិសេសក្នុងការជ្រាបចូលទៅក្នុងស្រទាប់សាច់ដុំបានយ៉ាងជ្រៅនៅពេលគ្រូពេទ្យយកប្រេងនេះមកលាបច្របាច់និងម៉ាស្សាលើរាងកាយអ្នកជំងឺវាបានជួយរំញោចសរសៃឈាមឲ្យដើរស្រួលបន្ធូរការកកស្ទះនៃធាតុខ្យល់បាត់ការក្រិចថ្លោះរងាប់ការឈឺចាប់សន្លាក់ឆ្អឹងកាត់បន្ថយអាការៈវិលមុខតឹងទ្រូងនិងទាញយកខ្យល់ពុលចេញពីរាងកាយបានយ៉ាងអស្ចារ្យអ្វីត្បិតតែពេលវេលាបានផ្លាស់ប្ដូរទៅមុខរាប់រយឆ្នាំហើយពិភពលោកបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយថ្នាំពេទ្យសម័យទំនើបក៏ដោយប៉ុន្តែស្មារតីនៃការស្រឡាញ់និងការថែរក្សាមរតកឱសថបុរាណខ្មែរមិនបានបាត់បង់នោះឡើយដោយសម្លឹងឃើញពីគុណតម្លៃដ៏មហាសាលនៃប្រទាលខ្មៅបុរាណកូនខ្មែរជំនាន់ក្រោយបានយករូបមន្តប្រទាលខ្មៅខ្មែរមកស្រាវជ្រាវនិងរួមបញ្ចូលជាមួយបច្ចេកវិទ្យាឱសថទំនើបបង្កើតបានជាប្រេងកូឡាប្រទាលខ្មៅនេះឡើងវាគឺជាការរួមបញ្ចូលគ្នារវាងមរតកឱសថបុរាណខ្មែរនិងភាពងាយស្រួលនៃការប្រើប្រាស់ប្រចាំថ្ងៃមិនបាច់បុកមិនបាច់កិនតែគ្រាន់តែបើកគម្របលាបនិងច្របាច់ស្រាលសារធាតុប្រទាលខ្មៅនឹងជ្រាបចូលទៅបន្ធូរសរសៃកាត់បន្ថយការចុកចាប់កញ្ចឹងកចង្កេះឈឺសន្លាក់ដៃជើងក្រិចថ្លោះឬអាការៈវិលមុខនិងចុកពោះបានយ៉ាងឆាប់រហ័សដោយមិនក្រហាយស្បែកនិងមានក្លិនប្រហើរស្រស់ស្រាយការជ្រើសរើសប្រេងកូឡាប្រទាលខ្មៅមិនត្រឹមតែជួយថែរក្សាសុខភាពយើងនិងមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារដោយសុវត្ថិភាពប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការចូលរួមលើកស្ទួយស្នាដៃកូនខ្មែរនិងថែរក្សាមរតកឱសថបុរាណខ្មែរឲ្យមានវត្តមានយ៉ាងមានមោទនភាពឡើងវិញព្រោះការយល់ដឹងនិងការថែរក្សាមរតកឱសថបុរាណដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកមិនត្រឹមតែជាការចងចាំប្រវត្តិសាស្ត្រនោះទេប៉ុន្តែវាគឺជាស្មារតីជាតិនិងជាមោទនភាពនៃប្រាជ្ញាញាណខ្មែរដែលបានថែរក្សាសុខភាពកូនចៅជំនាន់ក្រោយតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន